យប់មួយតារាវុធីសុខានិងរាវីបាននាំគ្នាជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិម្នាក់ឈ្មោះមករាដែលរស់នៅក្នុងភូមិដាច់ស្រយាលមួយមករាបានទូរស័ព្ទមកពួកគេតាំងពីល្ងាចដោយប្រាប់ថាបើទំនេរយប់នេះមកលេងផ្ទះខ្ញុំទៅយើងអាចអង្គុយជជែកគ្នាដល់យប់ហើយព្រឹកឡើងចាំត្រឡប់ដំបូងពួកគេគ្រោងចេញពីទីប្រជុំជននៅម៉ោង 9 យប់ប៉ុន្តែដោយសាររងចាំគ្នានឹងទិញម្ហូបអាហារយូរពួកគេចេញដំណើរយឺតជាងការគ្រោងទុកនៅពេលម៉ោង 11:30 យប់ពួកគេទើបចេញពីទីប្រជុំជនផ្លូវដំបងនៅតែមានមនុស្សនិងភ្លើងតាមផ្លូវប៉ុន្តែពេលជិះបានប្រហែល20នាទីផ្ទះចាប់ផ្ដើមតិចទៅហាងបិទអស់ភ្លើងតាមផ្លូវក៏បាត់នៅសល់តែពន្លឺចង្កៀងម៉ូតូ3គ្រឿងបំភ្លឺផ្លូវខ្មៅងងឹតនៅខាងមុខសុខាដែលជិះខាងមុខបាននិយាយតាមទូរស័ព្ទបងម៉ោង 7:12 ហើយផ្លូវនេះស្ងាត់ពេកហើយតារាសើចអត់អីទេផ្ទះមករានៅមិនឆ្ងាយទេប្រហែល20នាទីទៀតដល់ហើយគ្មាននរណាដឹងថាពួកគេមិនបានទៅដល់ផ្ទះមករាទេប៉ុន្តែពួកគេបែរជាបានទៅដល់ផ្ទះមួយដែលគួរឲ្យខ្លាចនៅលើផ្លូវនោះនៅពេលនាឡិកាទូរស័ព្ទបង្ហាញ 10 PM ស្រាប់តែសញ្ញាទូរស័ព្ទរបស់ពួកគេទាំងអស់បាត់ក្នុងពេលតែមួយវុធីយកទូរស័ព្ទចេញមើលអាយ៉ាមិនបានបាត់សេវាទាំងអស់អីចឹងរាវីបើក Google Maps ផែនទីនៅតែបង្ហាញថាពួកគេកំពុងធ្វើដំណើរតាមផ្លូវធម្មតាប៉ុន្តែចំណុចទីតាំងរបស់ពួកគេមិនកម្រើកទេវានៅជាប់ត្រឹមកន្លែងមួយសុខាសើចបន្តិច GPS ប្រហែលខូចហើយពួកគេមិនបានយកចិត្តទុកដាក់រហូតដល់ប្រហែល5នាទីក្រោយពួកគេឃើញបុរសចំណាស់ម្នាក់អង្គុយនៅមុខផ្ទះឈើតូចមួយក្បែរផ្លូវតារាបន្ថយល្បឿនពូផ្លូវទៅភូមិខាងមុខទៅណាបុរសចំណាស់មិនឆ្លើយភ្លាមទេគាត់សម្លឹងមើលពួកគេម្នាក់បន្ទាប់មកសួរក្មួយទៅផ្ទះអ្នកណាទៅផ្ទះមិត្តភក្តិពូឈ្មោះមករានៅពេលឮឈ្មោះមករាមុខបុរសចំណាស់ប្រែជាស្លេកគាត់សួរម្ដងទៀតមករាណាតារាប្រាប់ឈ្មោះភូមិបុរសចំណាស់ស្ងាត់យូរបន្ទាប់មកគាត់និយាយយឺតបើទៅផ្ទះនោះកុំទៅដល់មុនពេលព្រឹកវុធីសួរហេតុអីពូបុរសចំណាស់ងាកមើលផ្លូវខាងមុខព្រោះម៉ោង 12 យប់មិនមែនជាពេលដែលអ្នកគួរទៅលេងផ្ទះអ្នកណាទេគ្រប់គ្នាស្ងាត់បុរសចំណាស់បន្តហើយបើនៅតាមផ្លូវឃើញអ្នកណាម្នាក់ហៅឲ្យឈប់កុំឈប់តារាសួរបើជាមនុស្សធម្មតាវិញបុរសចំណាស់មើលតារាដោយភ្នែកធ្ងន់បើជាមនុស្សធម្មតាគេនឹងមិនឈររងចាំនៅកន្លែងនេះទេពួកគេបន្តដំណើរប្រហែល10នាទីក្រោយស្រាប់តែមានសម្លេងគោះនៅលើម៉ូតូរបស់រាវីកក់រាវីគិតថាជាថ្មប៉ះកង់ប៉ុន្តែសម្លេងនោះកាន់តែច្បាស់កក់ដូចជាមាននរណាម្នាក់កំពុងគោះពីខាងក្រោយរាវីបើកកញ្ចក់មើលគ្មានអ្វីប៉ុន្តែពេលគេបែរមកមើលផ្លូវវិញមានស្ត្រីម្នាក់ស្លៀកសឈរនៅចំកណ្ដាលផ្លូវរាវីស្រែកបងឈប់មានមនុស្សនៅមុខតារាបន្ថយល្បឿនស្ត្រីនោះមានសក់វែងបាំងមុខនាងឈរមិនកម្រើកតារាចង់ឈប់សួរថាមានរឿងអ្វីប៉ុន្តែសុខាស្រែកភ្លាមកុំឈប់ពួកគេបើកាត់នាងទៅនៅពេលម៉ូតូរបស់តារាឆ្លងកាត់ស្ត្រីនោះបែរមុខតាមពួកគេយឺតទីបំផុតពួកគេឃើញស្លាកឈ្មោះភូមិតារាមើលទូរស័ព្ទដល់ហើយពួកគេបន្តចូលក្នុងភូមិប៉ុន្តែអ្វីដែលចម្លែកគឺភូមិទាំងមូលងងឹតគ្មានផ្ទះណាមួយបើកភ្លើងគ្មានសំឡេងឆ្កែគ្មានសំឡេងមនុស្សតារាទូរស័ព្ទទៅមករាតូតគ្មានអ្នកលើកគេហៅម្ដងទៀតនៅលើកទី3មានអ្នកលើកប៉ុន្តែគ្មានសំឡេងនិយាយតារាសួរមករាឯងនៅឯណាបន្ទាប់ពីស្ងាត់ជាច្រើនវិនាទីមានសំឡេងម្នាក់ខ្សឹបខ្ញុំនៅផ្ទះតារាសួរផ្ទះឯងនៅណាសំឡេងនោះឆ្លើយឯងឈរនៅមុខផ្ទះខ្ញុំហើយតារាមើលទៅខាងមុខពួកគេទាំង3នាក់ស្ទើរតែឈប់ដកដង្ហើមព្រោះនៅពីមុខពួកគេមានផ្ទះឈើចាស់មួយហើយនៅលើជញ្ជាំងផ្ទះមានរូបថតធំមួយរបស់មករានៅក្រោមរូបថតមានក្រដាសសរសេរសប្តាហ៍ថ្ងៃនេះគម្រប់3ឆ្នាំសុខាចាប់ដៃតារាបងកុំចូលតារាមិនយល់មានន័យថាម៉េចសុខាចង្អុលទៅរូបថតមើលថ្ងៃខែឆ្នាំតារាដើរទៅមើលថ្ងៃស្លាប់របស់មករាគឺ3ឆ្នាំមុនស្រាប់តែក្រកទ្វារផ្ទះបើកដោយខ្លួនឯងពីក្នុងផ្ទះមានសំឡេងមករាចូលមកកខ្ញុំកំពុងរងចាំឯងវុធីស្រែកកុំចូលប៉ុន្តែស្រាប់តែទូរស័ព្ទរបស់តារារោគេមើលអេក្រង់អ្នកដែលកំពុងហៅមកគឺមករាតារាលើកទូរស័ព្ទសំឡេងមករាខ្សឹបតារាកុំឈរនៅមុខផ្ទះតារាសួរហេតុអីមករាឆ្លើយព្រោះផ្ទះដែលឯងឃើញមិនមែនផ្ទះខ្ញុំទេតារាសួរអ៊ីចឹងផ្ទះនេះជាផ្ទះអ្នកណាមករាស្ងាត់មួយសន្ទុះបន្ទាប់មកគេនិយាយផ្ទះនោះជាផ្ទះដែលខ្ញុំបានឃើញមុនពេលខ្ញុំស្លាប់ភ្លាមនោះមានសំឡេងស្រីម្នាក់ពីខាងក្រោយតារាបិទភ្នែកភ្លាមគាត់ចាំពាក្យបរោះចំណាស់កុំឆ្លើយសំឡេងនោះហៅម្ដងទៀតវុធីសុខារាវីគ្រប់គ្នាមិនហ៊ាននិយាយប៉ុន្តែមានសំឡេងម្នាក់ឆ្លើយថាបាទគ្រប់គ្នាបែរមើលទៅរាវីកំពុងឈរនៅមុខផ្ទះមុខគេនៅតែធម្មតាប៉ុន្តែភ្នែករបស់គេខ្មៅទាំងស្រុងរាវីញញឹមចូលទៅមករាកំពុងរងចាំតារាវុធីនិងសុខារត់ឡើងម៉ូតូពួកគេបើកចេញដោយមិនហ៊ានមើលក្រោយប៉ុន្តែខណៈពេលកំពុងបើកតារាបានឮសំឡេងរាវីស្រែកពីក្រោយបងកុំទុកខ្ញុំតារាចង់ឈប់ប៉ុន្តែសុខាចាប់ដៃគេកុំឈប់នោះមិនមែនរាវីទេពួកគេបើករហូតដល់ឃើញពន្លឺថ្ងៃរះនៅពេលពួកគេឈប់មានតែតារាវុធីនិងសុខារាវីបាត់ខ្លួន
ប៉ុន្មានថ្ងៃក្រោយតារាត្រឡប់មកផ្ទះគេព្យាយាមបំភ្លេចរឿងទាំងអស់រហូតដល់យប់មួយម៉ោង12យប់ស្រាប់តែមានសម្លេងម៉ូតូឈប់នៅមុខផ្ទះវិនតារាបើកបង្អួចមើលនៅមុខផ្ទះមានមនុស្ស4នាក់ឈរវុធី សុខា រាវី និងមករាតារាភ័យរហូតថយក្រោយមករាញឹមតារាយើងមកយកឯងទៅផ្ទះតារាសួរទាំងញ័រផ្ទះណាមករាចង្អុលទៅផ្លូវងងឹតពីខាងក្រោយពួកគេស្ត្រីស្លៀកសដែលគ្មានមុខក៏លេចចេញនាងនិយាយយឺតផ្លូវនេះខ្លីជាងតារាបិទទ្វារភ្លាមប៉ុន្តែសំឡេងគោះទ្វារចាប់ផ្ដើមឡើងកក់ហើយសំឡេងមករាខ្សឹបនៅពីក្រោយទ្វារតារាម៉ោង12ហើយដល់ពេលទៅផ្ទះហើយនៅព្រឹកថ្ងៃបន្ទាប់អ្នកជិតខាងបានឃើញទ្វារផ្ទះតារាបើកចំហគ្មានតារាគ្មានម៉ូតូនៅសល់តែទូរស័ព្ទមួយគ្រឿងនៅលើតុនៅក្នុងទូរស័ព្ទមានរូបថតមួយសន្លឹកចុងក្រោយរូបថតនោះបង្ហាញមនុស្ស5នាក់ឈរនៅលើផ្លូវងងឹតតារាវុធី សុខា រាវី និងមករានៅពីក្រោយពួកគេមានស្ត្រីស្លៀកសំណាក់ដែលគ្មានមុខពេលវេលាដែលបង្ហាញនៅលើរូបថត 12am ហើយចាប់តាំងពីយប់នោះមកអ្នកស្រុកតែងតែប្រាប់គ្នាថាបើអ្នកត្រូវធ្វើដំណើរតាមផ្លូវនៅម៉ោង12យប់ហើយមានមនុស្សម្នាក់ឈរនៅកណ្ដាលផ្លូវកុំឈប់កុំហៅឈ្មោះគេកុំឆ្លើយនៅពេលគេហៅឈ្មោះអ្នកព្រោះអ្នកដែលកំពុងឈររងចាំអ្នកប្រហែលជាមិនមែនកំពុងរងចាំឲ្យអ្នកទៅដល់ផ្ទះទេប៉ុន្តែកំពុងរងចាំនាំអ្នកទៅផ្ទះរបស់ពួកគេ